បាទថ្ងៃនេះមកបង្ហាញបងប្អូនអំពីភាពខុសគ្នានៃការដាំអំពិលទឹកដោយប្រើដែលទិញពូជដែលគេផ្សំហើយយកមកដាំហើយនឹងយើងបដោះខ្លួនឯងហើយយើងដាំបាទវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនថាអំពិលទឹកដែលដាំដោយយើងបដោះគ្រាប់វាមានការលូតលាស់ល្អជាងផ្កាក៏តែអត់ទាន់ផ្លែបាទអញ្ចឹងវីដេអូមុនគឺខ្ញុំបង្ហាញអាសាពេលមុនអត់ទាន់ផ្លែទេគ្រាន់តែផ្កាសម្រាប់អំពិលទឹកដែលយើងបដោះដោយគ្រាប់ប៉ុន្តែថ្ងៃនេះគឺខ្ញុំមកបង្ហាញម្ដងទៀតគឺផ្លែដូចគ្នាហើយរសជាតិអីដូចគ្នាបាទរសជាតិដូចគ្នានេះដូចជាដើមនេះផ្ទាល់អីចឹងបាទហើយដើមវាក៏ធំជាងដើមដែលយើងដាំដោយមែកដែលយើងទិញពូជពីគេដែរបាទអញ្ចឹងប្រហែលជាពេលវីដេអូមុននោះវាអត់ទាន់ផ្លែគ្រាន់តែផ្កាដូចគ្នាអីដូចគ្នាហើយកាលហ្នឹងវាអត់ទាន់ផ្លែតែឥឡូវគឺផ្លែហើយបាទអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនម្ដងទៀតសម្រាប់ដែលបងប្អូនចង់ដាំយើងអាចពិចារណាបានថាគួរទិញគ្រាប់មកបណ្ដុះឬក៏ទិញមែកដែលគេផ្សំយកមកដាំតែម្ដងបាទអញ្ចឹងអាស្រ័យទេបើសិនបើយើងមានថវិកាគ្រប់គ្រាន់យើងទិញមែកគេមកដាំក៏បានប៉ុន្តែបើសិនបើយើងថាំងសន្សំថវិកាយើងទិញគ្រាប់យើងទិញផ្លែមកហូបហើយពូជដែលល្អមកហើយយើងបដោះទៅគឺបើយើងបដោះប្រើពេលប្រហែលជា5 6ខែបន្ទាប់មកយើងដាំដោយជាក់ស្ដែងនេះផ្នែកខាងនេះបាទនេះគឺផ្នែកខាងនេះខ្ញុំយកអុលនេះបាទគឺយើងដាំដោយគ្រាប់យើងដាំដោយគ្រាប់ដែលយើងបដោះខ្លួនឯងហើយយើងមកដាំបាទអញ្ចឹងតាមការដែលខ្ញុំសិក្សាសារជ្រាវឬក៏អានឯកសារមួយចំនួនបរទេសហ្នឹងគេប្រាប់ថាប្រសិនបើយើងដាំដោយគ្រាប់ឬវាចាក់ទៅជ្រៅត្រូវខ្យល់អីល្មមគឺវាមិនរលំទេហើយមួយទៀតអាយុវានឹងវែងជាងពូជដែលយើងទិញមែកដែលគេផ្សំស្រាប់នឹងយកមកដាំបាទអញ្ចឹងផលប្រយោជន៍របស់វាគឺអាយុវាវែងជាងត្រូវខ្យល់ល្មមវាមិនរលំបាទហើយបើសិនបើមើលទៅបាទនេះគេដើមវាគឺល្អបាទកម្ពស់វាល្អបាទដើមវាគឺធំល្អជាងពូជមែកដែលយើងទិញមកដាំបាទអញ្ចឹងបើសិនបើវាមានអាយុកាលយូរជាងហើយឬវាចាក់ទៅជ្រៅជាងហើយផ្លែដូចគ្នារសជាតិដូចគ្នាសម្រាប់បងប្អូនដែលគិតថាចង់សន្សំសំចៃខ្លះយើងគ្រាន់តែទៅទិញគ្រាប់ឬក៏ទិញផ្លែអំពិលទឹកហើយយើងហូបទៅឃើញថារសជាតិផ្អែមហើយយើងយកគ្រាប់នឹងបដោះតែម្ដងទៅបាទនេះដូចដើមនេះគឺដើមវាល្អបាទផ្លែវាបាទនេះផ្លែវាធំល្អបាទពណ៌สีชมพูតែតិចទៀតបានវាสีชมพูនេះវាអត់ទាន់ទុំល្អទេតែប៉ុណ្ណេះយើងអាចបេះហូបបានហើយបាទអញ្ចឹងយើងបដោះគ្រាប់អំពិលទឹកឲ្យតែវាទុំគឺបដោះស្រួលមែនតើបាទបដោះស្រួលទេក្រំ7ទឹកបាទអត់សូវពិបាកប្រហែលទេមានតែដីមានជីតិចតួចដាក់ទៅត្រូវទឹកត្រូវអីទៅហ្នឹងគឺមួយសប្តាហ៍ទៅ7ថ្ងៃទៅ8ថ្ងៃហ្នឹងគឺដោះហើយបាទហើយយើងស្រោចទឹកថែទាំតិចទៅប្រើពេល5 6ខែយើងអាចយកមកដាំបានហើយបាទអញ្ចឹងយើងក៏បានសន្សំថវិកាមួយចំនួនដែរណាមួយទៀតបើសិនបើយើងបានទិញផ្លែអំពិលទឹកដែលផ្អែមយើងច្បាស់នឹងចិត្តថាយើងនឹងបានពូជផ្អែមយកមកដាំប៉ុន្តែបើសិនបើយើងកំងពូជដែលគេលក់នៅទីផ្សារគេប្រាប់យើងថាពូជអំពិលផ្អែមឬក៏ស្ទឹមអំពិលទឹកផ្អែមឬក៏គេប្រាប់ថាអំពិលទឹកដោះគោរបស់ថៃអីចឹងទៅយើងមិនប្រកាសដែរបាទយើងមិនប្រកាសដែរអញ្ចឹងបើសិនបើយើងទិញផ្លែអំពិលទឹកដែលយកមកហូបហើយពេញចិត្តផ្អែមត្រូវមាត់ហើយយើងបដោះតែម្ដងក៏មួយយ៉ាងដែរបាទអញ្ចឹងសម្រាប់ខ្ញុំដោយសារខ្ញុំសល់ដីខ្លះទៀតដែរនឹងពិចារណាដាំដោយបដោះខ្លួនឯងបាទបដោះខ្លួនឯងបាទអញ្ចឹងយើងឧទាហរណ៍ថាយើងបដោះខ្លួនឯងទៅអាយុកាលវាវែងជាងវាធន់នឹងអាកាសធាតុជាងអីជាងបាទគួរតែប្រើវិធីសាស្ត្របដោះគ្រាប់បាទបដោះគ្រាប់ទៅក៏យើងកាត់បន្ថយការចំណាយអីផ្សេងបាទហើយផ្លែក៏ប្រកាសក្នុងចិត្តទៀតបាទដូចនេះអីគឺផ្លែវាច្រើននេះដូចខ្ញុំបានជម្រាបក្នុងវីដេអូមុនអញ្ចឹងវាផ្កាតាំងពីខែ11ខែអីមកហើយបាទហើយឡើងដល់ខែ4ហើយខែ4នេះគឺខែ4ថ្ងៃចូលឆ្នាំ2025នេះបាទ
នៅមានដើមខ្លះនៅផ្កាដើមខ្លះនៅផ្លែអញ្ចឹងបើសិនបើយើងមើលការឲ្យផលរបស់អំពិលទឹកនេះគឺច្រើនខែបើសិនបើយើងគិតថាវាផ្កានៅខែ11ខែ12វានឹងបានផ្លែទុំមួយចំនួនហើយឥឡូវខែ4ពាក់កណ្ដាលខែ4ហើយវានៅមានផ្លែមានអីឲ្យយើងទៀតអញ្ចឹងល្អម្យ៉ាងដែរបាទមួយទៀតតទៅនឹងការជីកច្អូឬកូនបន្លែតូចៗនេះគឺចំណេញដែរដោយសារតែមានទឹកគ្រប់គ្រាន់បាទយើងត្រូវការស្រោចតិចតួចទេដោយសារតែឫសអំពិលទឹកគឺចាក់ទៅបានជ្រៅដែរបាទហើយនេះទឹកភ្លៀងមួយមេផងគឺទឹកឡើងមកវិញហើយបាទទឹកឡើងមកវិញអញ្ចឹងវីដេអូមុនខ្ញុំបង្ហាញបងប្អូនថាទឹកនៅពាក់កណ្ដាលឥឡូវទឹកមករៀងល្អតិចដោយសារភ្លៀងប្រហែលថ្ងៃមុននេះបាទហើយនៅតាមបន្លាយឬក៏កូនអូតូចៗហ្នឹងគឺយើងអាចបន្លែងត្រីចិញ្ចឹមត្រីអីផ្សេងបានអញ្ចឹងយើងគ្រាន់តែដាក់បកាយឬក៏រាយសទូចមកក៏យើងអាចរកត្រីបានហូបបានខ្លះដែរបាទនេះគឺមានតសក់បាទតសក់ប៉ុណ្ណាណីបាទអញ្ចឹងការដែលយើងមានបន្លែសងខាងនេះគឺកាត់បន្ថយការប្រើប្រាស់ទឹកបានច្រើនបាទអញ្ចឹងគឺយើងអាចដាំអីផ្សេងយើងប្រើប្រាស់ទឹកយើងអត់ខ្វល់ពីរឿងទឹកទេដោយសារតែទឹកជ្រៅដែរបន្លែកូនបន្លែតូចៗហ្នឹងគឺយើងអាចយកមកផ្គត់ផ្គង់អំពិលទឹកយើងបានបាទហើយខែនេះក៏ឆាប់ភ្លៀងទៀតអញ្ចឹងវាមិនមានបញ្ហារឿងទឹករឿងអីទេបាទអញ្ចឹងជារួមមកវិញសម្រាប់ខ្ញុំនៅជាការរបស់ខ្ញុំនេះគឺកូនជាការតូចមួយនេះគឺយើងមានអំពិលទឹកដែលយើងដាំដោយគ្រាប់បាទហើយនឹងអំពិលទឹកដែលយើងទិញមកគេយកមកដាំចឹងដូចខ្ញុំបញ្ជាក់ចឹងទាំងពីរប្រភេទនេះគឺផ្កាដំណើរគ្នាចន្លោះខែ11ហ្នឹងបាទហើយគាត់នៅផ្លែវាយឺតជាងគ្នាបន្តិចហើយជាមកពីក្តៅពេកក៏មិនដឹងបាទប៉ុន្តែរសជាតិរសអីដូចគ្នាទេអញ្ចឹងយើងអាចពិចារណាតទៅនឹងការកាត់បន្ថយការដើមទុនមួយចំនួនក្នុងការទិញពូជគេបើសិនមកយើងបដោះខ្លួនឯងយើងច្បាស់ថាយើងទិញមកវាផ្អែមពូជនឹងផ្អែមសល់ក្របយើងដាំទៅបាទបដោះវា3 4ខែឬ5 6ខែឲ្យវាត្រឹសបន្តិចឲ្យវាធំបន្តិចបានយើងយកទៅដាំក៏វាស្រួលដែរអញ្ចឹងយើងកាត់ចំណាយបានច្រើនដែរបាទហើយមិនខ្លាចប៉ះពូជមិនល្អទៀតបាទនេះគឺផ្លែហ្នឹងគឺចុងហើយចុងដៃដោយសារតែខែ4ពាក់កណ្ដាលខែ4ហើយដែរហ្នឹងបាទហើយខ្ញុំសាកប្រមូលស្លឹករស័យស្លឹកអីដាក់តាមគល់បន្តិចដើម្បីឲ្យទី1ឲ្យវាសើមគល់ផងទី2បន្តិចទៀត2 3ឆ្នាំឬក៏1ឆ្នាំអីទៀតអាហ្នឹងវាអាចទៅខ្លាយទៅជីដោយសារយើងបានធ្វើកប៉ុសយើងយកវាមកដាក់តាមគល់អញ្ចឹងបាទអញ្ចឹងបន្តិចម្ដងដាក់បន្តិចម្ដងទៅសារតែខ្ញុំមានដើមម្សៅមួយចំនួន50-60ដើមដែរអញ្ចឹងយើងមានស្លឹកវាច្រើនយកមកដាក់មកបាទជាវាអាចជីដែរបាទវាត្រូវខ្យល់ត្រូវភ្លៀងទៅយូរទៅវាគង់តែខ្លាចជីទេបាទហើយបានតិចគល់ដំណាំយើងផងដែរបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបាទសូមអរគុណច្រើន